ក្តីកង្វល់របស់ប្រជាពលរដ្ឋក្នុងឃុំចំនួន2នៃស្រុកប្រាសាទបាគងត្រូវបានលើកយកមកដោះស្រាយក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាស្រុងកាលពីថ្ងៃទី19 ខែមិថុនាឆ្នាំ2026រដ្ឋបាលស្រុកប្រាសាទបាគងខេត្តសៀមរាបបានបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកអាណត្តិទី4ឆ្នាំ2026ដើម្បីប្រមូលរាល់ក្តីកង្វល់និងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំកន្ទ្រាំងនិងឃុំត្រពាំងធំយកមកធ្វើការដោះស្រាយឆ្លើយតបនឹងតម្រូវការជាក់ស្ដែងឲ្យកាន់តែល្អប្រសើរលោកទៀបប៊ុនឈួយប្រធានក្រុមប្រឹក្សាស្រុកប្រាសាទបាគងមានប្រសាសន៍ថាការរៀបចំវេទិកានេះមានគោលបំណងជំរុញនៅវប្បធម៌ដោះស្រាយនិងការចូលរួមពិភាក្សាផ្ដល់នូវការយល់ដឹងការទទួលយកបានព័ត៌មានថ្មីៗរួមទាំងបញ្ហាប្រឈមនានានិងការឆ្លើយតបតាមសំណុំពររបស់ប្រជាពលរដ្ឋដែលមានក្តីកង្វល់ក្នុងវេទិកានេះសូមឲ្យបងប្អូនចូលរួមបញ្ចេញមតិយោបល់លើកឡើងនៅសំណួរសំណុំពរបញ្ហាប្រឈមនិងក្តីកង្វល់របស់បងប្អូននៅក្នុងមូលដ្ឋានដើម្បីពិភាក្សាគ្នារួមគ្នាដោះស្រាយនិងឆ្លើយតបតាមគោលការណ៍ច្បាប់និងស្របតាមសភាពការជាក់ស្ដែងដោយស្មារតីយោគយល់អធ្យាស្រ័យប្រកបដោយគុណធម៌លោកសូផ្លាតុងអភិបាលស្រុកប្រាសាទបាគងមានប្រសាសន៍ថាវេទិកានេះជាឱកាសដ៏សំខាន់សម្រាប់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ប្រមូលនៅរាល់មតិយោបល់បញ្ហាប្រឈមនិងសំណុំពរពីសំណាក់ប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធទាំងអស់ដើម្បីយកមកពិភាក្សាឆ្លើយបំភ្លឺនិងដោះស្រាយជូនបានទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់ស្របតាមគោលការណ៍ច្បាប់និងស្ថានភាពជាក់ស្ដែងនៅក្នុងមូលដ្ឋានសូមជម្រាបថាវេទិកានេះក្រុមការងារបានទទួលសំណួរសំណុំពរនិងក្តីកង្វល់របស់ប្រជាពលរដ្ឋដោយផ្ទាល់មាត់ពាក់ព័ន្ធនឹងបញ្ហាបរិស្ថានការគ្រប់គ្រងសំរាមសន្តិសុខហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធារាសាស្ត្រប្រព័ន្ធប្រឡាយរំដោះទឹកតម្លៃការតភ្ជាប់ប្រព័ន្ធទឹកស្អាតភ្លើងបំភ្លឺដងផ្លូវមណ្ឌលសុខភាពនិងសូមឲ្យមានបានកម្មសិទ្ធិដីធ្លីបុរាណដ្ឋានជុំវិញបញ្ហាទាំងអស់ត្រូវបានមន្ត្រីជំនាញនិងអាជ្ញាធរពាក់ព័ន្ធបកស្រាយជូនភ្លាមផងដែរ